ហើយគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នេះនឹងអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ខាងផ្នែកសុខភាពសាធារណៈនិងបរិស្ថានតាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគការការពារបរិស្ថានសម្ដៅចូលរួមលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនជាពិសេសអ្នករស់នៅក្នុងនិងជុំវិញតំបន់ទឹកខ្មៅខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដែលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យពិសេសលើវិស័យសំខាន់ដូចជាការវិនិយោគពាណិជ្ជកម្មទេសចរណ៍អប់រំសុខាភិបាលការងារនិងហេដ្ឋារចនាសម្ព័ន្ធរួមទាំងការទទួលយកពលករកម្ពុជាជាច្រើនទៅបំពេញការងារនៅប្រទេសកូរ៉េនៅក្នុងលក្ខខណ្ឌល្អប្រសើរនិងជាទីទុកចិត្តហើយឆ្នាំនេះគឺជាឆ្នាំទី28នៃទំនាក់ទំនងការទូតផ្លូវការរបស់កម្ពុជាកូរ៉េព្រះយើងពីមុនចាប់ផ្ដើមឡើងនៅឆ្នាំ70តែបានបន្តិចក៏សឹងអាលុបទៅវិញដោយសារចំនួនខ្មែរក្រហមនោះហើយក្រោយមកសម្ដេចតេជោក៏បានពុះពៀក្នុងការតភ្ជាប់នៅទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសាធារណរដ្ឋកូរ៉េដែលយើងហៅថាកូរ៉េខាងត្បូងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងតាពីហើយឆ្នាំទៅនេះនៅក្នុងទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅកាន់សាធារណរដ្ឋកូរ៉េក៏បានលើកកម្រិតនៃទំនាក់ទំនងការទូតរបស់យើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រដែលនេះគឺបង្កើននៅសកម្មភាពសម្រាប់សហការរួមគ្នាជំរុញនៅក្នុងការវិនិយោគជំរុញនៅក្នុងការសហការរវាងប្រជាជនគ្រប់វិស័យអប់រំសុខាភិបាលការងាររួមទាំងការសហការនៅក្នុងការវិវត្តប្រទេសកម្ពុជាអញ្ចឹងនៅក្នុងឱកាសនេះគឺខ្ញុំសូមអរគុណណាស់តាមរយៈអាយដាមឯករដ្ឋទូតនៅទីនេះផ្ញើជូនដល់រដ្ឋាភិបាលកូរ៉េនិងប្រជាជនកូរ៉េដែលបានជាមិត្តល្អសម្រាប់កម្ពុជាក្នុងការសហការហើយអ្នកវិនិយោគកូរ៉េក៏បានដើរតួនាទីសំខាន់នៅក្នុងច្រើនវិស័យនៅកម្ពុជារបស់យើងក៏បានចូលរួមទាំងការងារសង្គមការងារអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធវិស័យចលនាទ្រព្យវិស័យធនាគារនិងវិស័យផ្សេងហើយសង្ឃឹមថានឹងបន្តមកធ្វើការវិនិយោគបន្ថែមទៀតដើម្បីលើកកម្ពស់នៅក្នុងគឺថាទំនាក់ទំនងរបស់យើងខ្ញុំក៏សូមកោតសរសើរចំពោះក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់នៅក្នុងការអនុវត្តប្រកបដោយឆន្ទៈមុខមុតជាពិសេសការដាក់ចេញនៅយន្តការគន្លឹះនិងការអភិវឌ្ឍមូលធនមនុស្សនិងការពង្រឹងកិច្ចសហប្រតិបត្តិការនិងកិច្ចសហការជាមួយភាគីពាក់ព័ន្ធដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ logistics ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍសង្គមសេដ្ឋកិច្ចរយៈពេលវែងរបស់រាជរដ្ឋាភិបាលជាក់ស្ដែងការប្រកាសបើកការដ្ឋាននៅពេលនេះគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធនឹងការត្រៀមលក្ខណៈបានយ៉ាងល្អប្រសើររវាងក្រសួងសាធារណការដឹកជញ្ជូននិងក្រុមហ៊ុនសាងសង់នៅក្នុងការពង្រឹងប្រឹងប្រែងជំរុញនិងពន្លឿនការរៀបចំទីតាំងការដ្ឋានសាងសង់នេះឡើងដោយសម្ភារៈបរិក្ខារនិងគ្រឿងចក្រគ្រប់គ្រាន់ជាពិសេសការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំវិស្វករជំនាញនិងមន្ត្រីបច្ចេកទេសរបស់ស្ថាប័នទាំងពីរពិតជាមានភាពចាំបាច់និងមិនអាចខ្វះបានដើម្បីធានានៅដំណើរការសាងសង់អាចប្រព្រឹត្តទៅដោយរលូនទទួលជោគជ័យតាមផែនការផ្អែកតាមរបាយការណ៍របស់អាដាមពេញពូឌីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅនេះរួមមានទី1ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះ 12,000 ម៉ែត្រគីបក្នុងមួយថ្ងៃទី2ការសាងសង់ស្ថានីយ៍បូមទឹកភ្លៀងស្ថានីយ៍បូមទឹកកខ្វក់និងបណ្ដាញលូរំដោះទឹកភ្លៀងនិង3ការតភ្ជាប់ដំណខ្នងផ្ទះនៅ6សង្កាត់ក្នុងក្រុងតាខ្មៅគម្រោងនេះចំណាយជាង$90 លានអាមេរិកក្រោមឥណទានពីរដ្ឋាភិបាលនៃសហរដ្ឋកូរ៉េរួមជាមួយនឹងថវិកាបរិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធករផ្សេងៗគម្រោងនេះក្រុងបញ្ចប់ការសាងសង់ក្នុងរយៈពេល36ខែដែលមានក្រុមហ៊ុន Kumo Tech Cross
ទទួលបន្ទុកសាងសង់និងក្រុមហ៊ុនដូវ៉ាស៊ូយ៉ុងទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេសក្រៅពីនេះមិត្តកូរ៉េក៏បានជួយសាងសង់នៅប្រព័ន្ធពិពិធកម្មមួយចំនួនហើយមិញចូលមកនេះក៏ឃើញនៅប្រព័ន្ធពិពិធកម្មនៅខេត្តសៀមរាបដែលបានធ្វើក្នុងជំហានទី1តាំងពីឆ្នាំ2028ហើយដាក់ប្រើប្រាស់ឆ្នាំ2014ហើយដែលចាប់ផ្ដើមសិក្សាលម្អិតសម្រាប់គម្រោងអភិវឌ្ឍប្រតិបត្តិកម្មជំហាន2នៅខេត្តសៀមរាបដែលចាប់ផ្ដើមសាងសង់នៅឆ្នាំ2026ខាងមុខអាដាមលោកជំទាវលោកស្រីអង្គពិធីចម្បូជាទីមេត្រីរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដោយបន្តកំណត់យកមនុស្សជាអាទិភាពជាកលឹះទី1ក្នុងចំណោមអាទិភាពទាំង5នៅក្នុងនេះរាជរដ្ឋាភិបាលផ្ដោតកាន់តែខ្លាំងលើបញ្ហាសុខភាពនិងសុខុមាលភាពប្រជាជនទាំងនៅទីប្រជុំជននិងទីជនបទហើយការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ជាបន្តបន្ទាប់នេះគឺជាការខិតខំមួយក្នុងចំណែកការខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយនៅអត្រាឈឺនិងស្លាប់បណ្ដាលមកពីការឆ្លងជំងឺកង្វះអនាម័យនៅបរិស្ថានកខ្វក់សម្រាប់ប្រជាពលរដ្ឋម្នាក់សុខភាពគឺជាគោលសំខាន់បើយើងមានសុខភាពយើងជាធនធានបើយើងសុខភាពយើងលំបាកយើងជាបន្ទុកអានឹងមិនខុសពីគ្រួសារមួយទេបាទបើមានកូនម្នាក់ដែលគាត់ពេញរូបរាងពេញកម្លាំងមានសមត្ថភាពមានចំណេះដឹងគាត់ទៅជួយរកស៊ីគាត់ជួយរកចំណូលចាំគ្រួសារតែបើកូននឹងកើតមកអត់គ្រប់កើតមកដើរមិនរួចជាបន្ទុកឬមួយក៏មានជំងឺប្រចាំកាយគាត់ទី1មិនអាចទៅជួយអីច្រើនទេប៉ុន្តែទី2ថែមទាំងជាបន្ទុកសម្រាប់ឪពុកម្ដាយគ្រួសារអញ្ចឹងប្រជាជនម្នាក់ជាបន្ទុកគ្រួសារតែប្រជាជនជាច្រើនគឺជាកម្លាំងសំខាន់របស់ជាតិរបស់យើងអញ្ចឹងបាននៅក្នុងរយៈពេលច្រើនអាណត្តិមកនេះហើយជាពិសេសនៅក្នុងជិត20ខែនៃអាណត្តិទី1អាណត្តិនីតិកាលទី7របស់រាជរដ្ឋាភិបាលយើងបានចេញគោលនយោបាយនិងគឺថាបើកការសាងសង់និងការកសាងនៅសមិទ្ធផលជាច្រើនហើយខ្ញុំអាចនិយាយបានថានៅក្នុងសមិទ្ធផលសុខាភិបាលនៅក្នុងមួយអាណត្តិក្នុង20ឆ្នាំនេះគឺអាចយើងសម្ពោធបានច្រើនប្រៀបធៀបទៅនឹងសមិទ្ធផលផ្សេងទៀតការរៀបចំបើកមន្ទីរពេទ្យដែលចូលសន្តិភាពការរៀបចំមន្ទីរពេទ្យបង្អែកស្រុកនៅកោះធំការរៀបចំសម្ពោធនិងចាប់ផ្ដើមដំណើរការនៅមណ្ឌលវះកាត់ទៅសៀមរាបការដាក់ចេញនៅគោលនយោបាយពង្រីកវិសាលភាពក្របដណ្ដប់នៃប្រព័ន្ធសុខាភិបាលរៀបចំប្រព័ន្ធបសសពង្រីកបន្ថែមដែលយើងបានមកដល់ពេលនេះយើងកើនរាប់សែននាក់នៃប្រជាជនដែលប្រើប្រាស់នេះគឺសិតតែជាគោលដៅសិតតែជាអត្ថិភាពនៃគោលនយោបាយប៉ុន្តែវាមិនមែនតែជាអត្ថិភាពគោលនយោបាយលើกระดาษប៉ុន្តែគឺជាអ្វីដែលបានយើងធ្វើជាក់ស្ដែងហើយនៅក្នុងនោះការរៀបចំប្រតិកម្មគេថាកន្លែងប្រតិកម្មទឹកកខ្វក់នេះក៏ជាផ្នែកមួយនៃសុខភាពដែរពេលដែលប្រជាពលរដ្ឋយើងនៅវាលផ្ទះមួយមិនសូវដង់ស៊ីតេមនុស្សមិនសូវកើនធំទេអញ្ចឹងយើងគិតថាការរៀបចំរំដោះទឹកការរៀបចំរំដោះទឹកកខ្វក់មិនសូវជាចាំបាច់សំខាន់ដោយសារនៅកន្លែងនេះឧទាហរណ៍យើងអាចប្រហូរទៅក្រោយដីប៉ុន្តែនៅពេលដែលកន្លែងនេះคล้ายទៅជាទីក្រុងមួយធំដោយតែខ្មៅឥឡូវទៅបាទតែខ្មៅឥឡូវខុសពីតែខ្មៅ10 ឆ្នាំមុនខ្ញុំគ្រាន់តែមកផ្ទះរបស់ពុកនៅតែខ្មៅហ្នឹងជីវែងកាលពីមុនអត់ទេចេញពីវងមូលតែខ្មៅមកគឺផ្លូវទូចមួយទៅដល់កន្លែងច្រកចូលផ្ទះទៅគឺធំតែឥឡូវផ្ទះល្វែងបូរីអីពេញទាំងអស់អញ្ចឹងបើណែកំណើននឹងដង់សទេប្រជាជនកាន់តែច្រើនអញ្ចឹងដីដែលសល់សម្រាប់ប្រហូរទឹកក៏កាន់តែខ្វះហើយក៏ប្រហូរក៏មិនកើតទៀតព្រ
អូចូលនៅក្នុងសំណង់ផ្សេងចឹងហើយបានទៀមទានៅការប្រើប្រាស់ការកំណើនកាន់តែកើនការមុនមានត្រឹម100នាក់100គ្រួសារឥឡូវឡើង1000គ្រួសារអញ្ចឹងការគិតគូរអំពីការប្រើប្រាស់និងការដោះស្រាយនៅទឹកកខ្វក់កាន់តែសំខាន់ការដោះស្រាយនៅសម្រាមទាំងអស់នេះសិតតែប៉ះពាល់ជាមួយសុខភាពរបស់ប្រជាជនបើសិនជាយើងរស់នៅតំបន់មួយដែលថាកណ្ដោសម្រាមនៅជិតផ្ទះធំក្លិនទឹកកខ្វក់នៅជុំវិញកន្លែងទៅផាសុខភាពរបស់យើងក៏ពិបាកសុខភាពរបស់ប្រជាជនក៏លំបាកអញ្ចឹងហើយបានជាការយកចិត្តទុកដាក់ទៅលើសុខភាពរបស់ប្រជាពលរដ្ឋមិនត្រឹមតែគិតគូរទៅលើការព្យាបាលនោះទេបើសិនវិញខ្ញុំទៅប្រកាសដាក់ឲ្យអនុវត្តនៅផែនការរបស់ជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺមហារីកឆ្នាំ2025-2030អញ្ចឹងការងារសុខាភិបាលនេះសុខភាពរបស់ប្រជាជនគិតសំខាន់ទៅលើការបង្ការបើឈឺហើយអានឹងយើងថយមកជាហ៊ានទៅហើយការឆ្លើយតបទៅនឹងជំងឺហើយជាពិសេសជំងឺដែលយើងអាចការពារបានបើដូចកូវីដដូចអីជំងឺថ្មីនោះយើងពិបាកតែយើងខិតខំពេលនោះក៏យើងដាក់វិធានការជាច្រើនដើម្បីបង្ការពារកុំឲ្យរីកដែរតែសម្រាប់ជំងឺផ្សេងទៀតបាទដែលពាក់ព័ន្ធទៅនឹងបរិស្ថានជុំវិញនោះគឺចាំបាច់ដែលយើងត្រូវខិតខំធ្វើយ៉ាងណារាជរដ្ឋាភិបាលជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់រួមជាមួយនឹងប្រជាពលរដ្ឋទៅរួមគ្នាដើម្បីការពារនេះគឺជាកត្តាចាំបាច់ហើយគឺជាផ្នែកមួយនៃគោលនយោបាយសម្រាប់អភិវឌ្ឍប្រទេសបើសិនជាប្រជាជនមិនមានសុខភាពល្អប្រជាជនមិនមានសុខុមាលភាពល្អនោះទេកម្លាំងនៃការអភិវឌ្ឍប្រទេសរបស់យើងក៏មានការលំបាកនេះគឺជាតម្រូវការរបស់ប្រជាជនផងនៅពេលដែលប្រជាជនមានការរីកចម្រើនក៏ត្រូវការនៅស្ថានភាពនិងស្តង់ដារនៃជីវភាពរស់នៅមួយដែលអាចសមស្របទៅតាមតម្រូវការនិងជីវភាពកម្រិតរបស់គាត់បូកជាមួយនឹងកំណើននៃប្រជាពលរដ្ឋទៅទៀតអញ្ចឹងឯដល់លោកជំទាវឲ្យលោកអាចយល់ហើយថាការកសាងវាមិនអាចជប់បានបកាយទេប៉ុន្តែអ្វីដែលយើងនៅបន្តធ្វើគឺនៅបន្តធ្វើហើយអត់ឈប់ទេឥឡូវបងប្អូនដែលមកទីនេះមកពីគ្រប់កន្លែងទាំងអស់នៅក្នុងខេត្តមិនខ្ញុំសួរមកតាំងពីលើកដែកមកពីខ្សាច់កដាលមកអីតាំងពីម៉ោង4ម៉ោង5ដើម្បីចូលរួមអបតទៅកុំភ្លេចថតកន្លែងនេះផងដីដែលយើងអង្គុយកន្លែងនេះជាដីមួយបច្ចុប្បន្ននេះគ្រាន់តែជាដីវាលមូលដែលមិនសូវមានតម្លៃប្រមាណទេអាចគិតជាការ៉េបានប៉ុន្តែជាតម្លៃសេដ្ឋកិច្ចនៃតម្លៃផលប្រយោជន៍សង្គមអត់សូវមានទេបាទប៉ុន្តែក្រោយពីយើងបើកការដ្ឋាននេះនៅក្នុង36ខែដីនេះនឹងคล้ายទៅជាកន្លែងចម្រោះទឹកមួយដែលជួយទៅដល់10000ខ្នងផ្ទះ10000ខ្នងផ្ទះនេះតើសុខភាពប្រជាពលរដ្ឋរាប់ផ្សែងទេបច្ចុប្បន្ន10000ខ្នងផ្ទះនៅក្នុង10ឆ្នាំអាចឡើងដល់15000ក្នុង20ឆ្នាំអាចឡើងដល់20000ខ្នងផ្ទះដែលទីកន្លែងនេះកន្លែងប្រព្រឹត្តកម្មទឹកស្អាតកន្លែងទឹកកខ្វក់កន្លែងនេះដើម្បីជួយទៅដល់សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងរាប់ផ្សែងអ្នកនៅពេលអនាគតនេះគឺជាការប្រែប្រួលពីកន្លែងមួយដែលអត់មានគុណតម្លៃប្រមាណមិនមែន0ទេគឺមានបលក់បានថ្លៃដែរកន្លែងនេះខ្ញុំដឹងបាទតែបើសិនជាយើងធ្វើកន្លែងនេះទៅជាកន្លែងដែលបានផលប្រយោជន៍សម្រាប់ជួយទ្រទ្រង់នៅសុខភាពរបស់ប្រជាពលរដ្ឋនេះតម្លៃមហាសាលព្រោះជួយសុខភាពជួយលើកកម្ពស់នៅតម្លៃនៃបរិស្ថានជុំវិញនេះបាទបើសិនកន្លែងនេះល្អប្រព័ន្ធទឹកប្រព័ន្ធលូនៅកន្លែងនេះប្រព័ន្ធទឹកកខ្វក់នៅក្រុងតាខ្មៅនេះកាន់តែរីកចឹងក្រុងតាខ្មៅកាន់តែត្រូវប៉ាន់ដូចគ្នាប្រជាពលរដ្ឋក៏ចង់មករស់នៅទីនេះបានច្រើនពួកអត់លំបាកបាទនេះគឺជាការអភិវឌ្ឍប្រទេសដែលដើរពីជំហានទៅមួយជំហានដើរទៅលើអ្វីដែលមានចីរភាពដើរទៅលើអ្វីដែលមានការគិតគូរច្បាស់លាស់
ហើយដើរទៅលើអ្វីដែលទិសដៅក្នុងការចែករំលែកផលទៅដល់ប្រជាពលរដ្ឋអញ្ចឹងការធ្វើការប្រែក្លាយដីកន្លែងនេះទៅជាកន្លែងពិពិធកម្មទឹកស្អាតការវិនិយោគ90លានដុល្លារការវិនិយោគនេះគឺរួមទាំងប្រព័ន្ធលូដូចជាង125គីឡូម៉ែត្របូកជាមួយម៉ាស៊ីនបូមទឹកស្ថានីយ៍បូមទឹក7កន្លែងព្រោះមិនបានន័យថាធ្វើគ្រាន់តែជីស្រះប៉ុណ្ណេះអស់90លានបែបទេទីកន្លែងនេះគឺត្រូវតភ្ជាប់ជាមួយប្រព័ន្ធលូដែលត្រូវដាក់125គីឡូម៉ែត្រទៀតហើយថែមទាំងមានម៉ាស៊ីនបូមទឹកដើម្បីយកមកកន្លែងនេះចម្រោះហើយបានយើងពហិចេះបើសិនជាកន្លែងទីមួយមិនមានធ្វើបែបនេះទេបរិស្ថានជុំវិញនឹងត្រូវបំផ្លាញហើយតម្លៃនៃការបំផ្លាញនៃការខាតបង់នៃបរិស្ថាននោះក៏ធំដែរបន្ថែមទៅលើសុខភាពរបស់ប្រជាពលរដ្ឋអញ្ចឹងដែលការរៀបចំនៅកន្លែងនេះហើយខ្ញុំឃើញនៅក្រសួងសាធារណការដឹកជញ្ជូនក៏បានគិតគូរច្រើនអំពីការរៀបចំវិញបង្ហាញអំពីគេថាមិនមែនតែកន្លែងពិពិធកម្មទឹកកខ្វក់ទេកន្លែងទីលានចាក់សម្រាមក៏រៀបចំបានល្អឥឡូវកាន់តែច្រើនមួយថ្ងៃរាប់តោនបាទมันអាចដាក់នៅជុំវិញទេហើយក៏มันអាចទុកចោលនៅទីនេះរហូតដល់វាលួយឬមួយបោះចូលទៅក្នុងទឹកនោះទេអញ្ចឹងការគិតគូរទាំងអស់នេះក៏ធ្វើកន្លែងខ្លះក៏បានគិតគូរជំហានបន្ទាប់ប្រែក្លាយកាកសំណល់ទៅជាជីកំផុសកន្លែងណាក៏កំពុងគិតគូរមានការគិតគូរការស្នើសុំវិនិយោគជាបន្តបន្ទាប់ទៅក្នុងការប្រែក្លាយសម្រាមនោះទៅជាថាមពលផ្សេងៗអានឹងបច្ចេកវិទ្យានៃការវិនិយោគតាមបណ្ដារាជធានីខេត្តបញ្ជារួនអានឹងគឺលទ្ធភាពនៅក្នុងការគិតគូរបន្ថែមប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្វីដែលយើងធ្វើរាជរដ្ឋាភិបាល40ឆ្នាំដឹកនាំដោយគណៈបព្វជិជនកម្ពុជានឹងនៅក្នុងអាណត្តិថ្មីនេះជិត20ខែនេះមិនបានសម្រាប់ទេគឺធ្វើអ្វីកសាងនៅសមិទ្ធផលផ្សេងទាំងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវស្ពានបើកកំពង់ផែពលានយន្តហោះធ្វើហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់បូកជាមួយការដាក់ចេញទៅគោលនយោបាយតាក់ទាញវិនិយោគបង្កើតការងាររៀបចំនៅក្នុងការពង្រីកខ្សែចង្វាក់នៃការផលិតកម្មនៅរោងចក្រផ្សេងដែលយើងបានតាក់ទាញទៅពង្រីកបានដើម្បីការងារប្រជាពលរដ្ឋយើងបូកជាមួយនឹងគោលនយោបាយសម្រាប់ជួយដល់កសិករជួយដល់ប្រជាពលរដ្ឋរឿងបញ្ហាសុខភាពជួយដល់ប្រជាពលរដ្ឋនៅក្នុងការអប់រំសុខាភិបាលធ្វើនេះដើម្បីអីដើម្បីជួយកសាងប្រទេសតាមរយៈណាគឺកសាងសមិទ្ធផលឲ្យប្រជាជននិងបង្កើតលក្ខណៈឲ្យប្រជាជនមានសមត្ថភាពដើម្បីទទួលបាននូវការព្យាបាលសុខភាពកាន់តែរឹងមាំមានចំណេះដឹងកាន់តែប្រសើររកការងារបានដើម្បីចិញ្ចឹមជីវិតនេះគឺជាការកសាងប្រទេសរបស់យើងអត់មានទៅដើរហៅពីណាគេដល់ងើបកាច់ផ្កាបែបផ្កាអីទៅខ្ញុំអត់ត្រូវការពីណាបាច់ទៅការរីកអីរីកតែខ្លួនឯងទៅខ្ញុំដឹងតែពង្រីកសមិទ្ធផលដល់សម្ពោធបន្ថែមទៀតនៅក្នុងតាំងពីក្រោយចូលឆ្នាំ9ចូលឆ្នាំនេះខ្ញុំដូចចូលឆ្នាំថ្មីមកកាក់កបខាងរឿងសម្ពោធសមិទ្ធផលបាទផ្លូវប្រមាណខ្សែឯមុនបាទ200គីឡូជាងតភ្ជាប់4-5ខេត្តនៅទិសនិរដីថ្ងៃនេះកន្លែងពិពិធកម្មកំពង់ផែអន្តរជាតិសម្រាប់តភ្ជាប់ទេសចរទៅខេត្តកំពតខេត្តព្រះសីហនុទៅខេត្តផ្សេងនិយាយរួមគឺហើយនៅក្នុងផែនការនេះដូចដាក់រហូតដល់ចុងឆ្នាំមានសមិទ្ធផលបន្តបន្ទាប់ខ្ញុំថាឲ្យតែមានសមិទ្ធផលចូលសម្ពោធទាំងអស់បាទអានេះគ្រាន់តែខ្ញុំម្នាក់ប៉ុន្តែសមិទ្ធផលមិនមែនផ្ដាច់បុកខ្ញុំអ្នកសម្ពោធទេនៅតាមខេត្តនៅតាមមូលដ្ឋានមន្ត្រីក្រុមការងាររបស់រាជរដ្ឋាភិបាលចុះដើម្បីសមិទ្ធផលការចែកវាស់វែងដីធ្លីការរៀបចំកម្មសិទ្ធិជូនប្រជាពលរដ្ឋការគិតគូរគ្រប់ជ្រុងជ្រោយបន្ថែមទៀតបង្កើតនៅសមិទ្ធផលថ្មីជូនប្រជាពលរដ្ឋអានឹងយើងរីកនៅសមិទ្ធផលជូនប្រជាពលរដ្ឋឲ្យកាន់តែច្រើនហើយផលនេះខ្ញុំជឿថាប្រជាជនចង់បានព្រោះផលនេះចូលទៅគាត់ធ្វើផ្លូវឲ្យគាត់ជិះស្រួលកាត់បន្ថយចំណាយ
ធ្វើផែទេសចរនៅកពតជួយទាញភ្ញៀវមកឲ្យអ្នកកពតអាចប្រកបរបរបន្ថែមរុញបន្ថែមនៅគោលនយោបាយដើម្បីបង្កើនការដាក់ចេញនៅផែនការសម្រាប់ជួយការពាររឿងមហារាជប្រយុទ្ធប្រឆាំងមហារាជជួយប្រជាពលរដ្ឋដែលមានបញ្ហាការរៀបចំសម្ពោធពេទ្យដើម្បីបង្កើនសមត្ថភាពឲ្យពេទ្យព្យាបាលប្រជាជនទៅមូលដ្ឋានទាំងអស់នេះហើយគឺជាផ្ការីកនៃសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់គណៈបព្វជិជនខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះពីណាការផ្ការីកគេអន់ចិត្តគេសប្បាយចិត្តគេចង់ផ្ដួលចង់ប្រាប់រឿងរបស់គេខ្ញុំគិតថាប្រជាពលរដ្ឋយើងឆ្អែតហើយរឿងអញញ៉ៃបែបហ្នឹងចង់បានសេចក្តីសុខចង់បានក្រោយចូលឆ្នាំយើងបន្តការងាររហូតទៅដល់ភ្ជុំបិណ្ឌរហូតទៅដល់ចូលឆ្នាំច្រើនទៀតមួយឆ្នាំពីឆ្នាំចូលឆ្នាំខ្មែរច្រើនណាស់បាទនៅខ្មែរយើងចូលច្រើនណាស់បាទអញ្ចឹងបានគេសួរថាម៉េចបាទខ្ញុំឆាប់ស្កូវមកពីចូលឆ្នាំច្រើនដងក្នុងនៅកម្ពុជាចូលឆ្នាំយើងសប្បាយទីជាងចូលឆ្នាំដែលយើងបែកបាក់ដោយការពីក្មេងខ្ញុំថាចូលឆ្នាំខ្ញុំមិនដែលឃើញមុខឪទេពួកគាត់កន្លែងទៅប្រចាំការនៅកន្លែងពួកគេវាយគ្នានៅព្រំដែនគេចាប់ផ្ដើមវាយយុទ្ធនាការខែ5ចូលឆ្នាំនឹងវាយចូលតាហ៊ានស្លាប់លើសមរភូមិប្រពន្ធកូននៅផ្ទះដែលប្តីលើសមរភូមិអត់ដឹងថាស្លាប់រស់ហើយពេលចូលឆ្នាំពួកពេលនោះវាយគ្នាតែឥឡូវចូលឆ្នាំម្ដងបងប្អូនបាទបនទៀនរាប់លេងត្រឡប់ពីធ្វើការនៅភ្នំពេញទៅស្រុកកំណើតរៀងខ្លួនកន្លែងខ្លះបានហ្វ្រីទៀតរត់សាលារាជធានីឲ្យឡានជូនទៅតែទីបំផុតយើងរស់នៅក្នុងសុខសន្តិភាពស្ថិរភាពហើយនេះហើយគឺជាការដែលយើងចង់បានហើយមិនត្រឹមតែនៅនឹងថ្កល់ទេកម្ពុជាអត់នៅនឹងថ្កល់ទេដរាបណាយើងមានស្ថិរភាពเป็นសន្តិភាពអត់វាយគ្នាអត់បំបែកគ្នាអត់កាប់ចាក់គ្នាទៀតយើងនឹងបន្តទៅមុខរួមសមិទ្ធផលជាមួយគ្នាកសាងសមិទ្ធផលបន្ថែមមិនថាសមិទ្ធផលថ្ងៃនេះឬសមិទ្ធផលថ្ងៃស្អែកឬម្សិលមិញយើងនឹងខិតខំបន្តកសាងទៀតដើម្បីបងប្អូនទាំងអស់កាន់តែល្អបាទដើម្បីទីក្រុងតាខ្មៅដែលធ្លាប់ពីមុនមករៀងលំបាកឥឡូវកាន់តែរីកខ្លាំងខែ7នេះយើងត្រូវសម្ពោធនៅពលាយន្តហោះហើយយើងចាប់ផ្ដើមរីកនៅតំបន់នេះទិសនិរដីរបស់យើងតភ្ជាប់ជាមួយខេត្តតាកែវទៅទិសខាងជើងទៅទិសខាងកើតអរិយខ្សាត់ក៏បន្តរីកស្ពានកំពុងរៀបចំធ្វើជាមួយនឹងស្ពានមិត្តភាពកម្ពុជាកូរ៉េដែលយើងតពីផ្សាររាត្រីចាក់ទៅកន្លែងសុខាហើយឈ្លានទៅអរិយខ្សាត់ហើយស្ពានអរិយខ្សាត់នេះទៅថ្ងៃក្រោយមិនខុសពីស្ពានពីភ្នំពេញទៅមកខាងទៀតទេពីមុនមានតែស្ពាន2ទេស្ពានព្រះនិមីវង្សដែលខ្ញុំហៅថាមួយកន្លះស្ពានព្រះនិមីវង្សនេះស្ពានច្បារអំពៅហើយមកកណាត់ទៀតស្ពានជួយច្បារឥឡូវយើងមិនត្រឹមតែតស្ពានជួយច្បារតែយើងមានស្ពានច្រើនខ្សែទៀតទៅហើយតភ្ជាប់អញ្ចឹងពីខាងភ្នំពេញពីខាងទៅខាងលិចទៅខាងអរិយខ្សាត់នឹងមានផែនការមិនត្រឹមតែផ្លូវមិនត្រឹមតែស្ពានមួយទេតែមានស្ពានបន្តបន្ទាប់សាធារណការទៀតហើយតែខ្ញុំអត់ប្រាប់ថានៅកន្លែងណាតែនឹងមានបន្ថែមឥឡូវយើងធ្វើ2ស្ពាននៅដីឥដ្ឋមួយហើយស្ពានដែលឆ្លងទន្លេមេគង្គលើមេគង្គក្រោមប៉ុន្តែទៅមុខនឹងមានទៀតបាទហើយកំពុងតែចរចាប្រឌិតមើលអាលទ្ធភាពមិនអាលើអាកាសមើលអាក្រោមអាចំណុចដីទៀតកំពុងសិក្សាបន្ថែមទៀតតែទោះជាយ៉ាងណាវាមិនសំខាន់អាលើអាក្រោមស្អីក៏បានដែរឲ្យតែបានសម្រាប់ប្រជាជនឆ្លងកាត់គ្រប់ពេលវេលាដោយមិនចាំបាច់ភ័យខ្លាចដគេបិទមានម៉ោងណាស្មើណាអាចឆ្លងទៅបាននេះហើយគឺជាអ្វីដែលយើងចង់បានឲ្យប្រជាពលរដ្ឋរបស់យើងបាទឥឡូវយើងមានស្ពានព្រែកសំងស្ពាននៅកោះធំឥឡូវយើងធ្វើមួយទៀតស្ពាននៅព្រៃប្រាចេះតែបន្តឲ្យអ្នកកើតអ្នកលិចតភ្ជាប់គ្នាឲ្យបានកាន់តែច្រើនបាទចឹងស្រួលសម្រាប់ប្រជាពលរដ្ឋនេះហើយគឺជាការកសាងហើយកន្លែងនេះខ្ញុំគិតថាដែលយើងធ្វើនៅទីនេះពិពិធកម្មទឹកស្អាតនៅទីនេះហើយមិនមែនគិតទេវានឹងคล้ายទៅជាទីក្រុងផ្សេងនៅតំបន់នេះយូរនឹងឆាប់ព្រោះការរីកចម្រើនដោយខ្ញុំនិយាយប្រតិកន្លះនៃតំបន់អាកាសយានដ្ឋានតំបន់ភស្តុភារកម្មរោងចក្រដែលក្រៀបដោយមានតំបន់សេដ្ឋកិច្ចពិសេសប្របានហើយគ្រោងដាក់នៅតំបន់
ពលានហោះហើយនឹងតភ្ជាប់ទៅប្រេជីកយើងតាមមានប្រេកមួយតទៅនឹងទៀតប្រេជីក Foodon ដែលធ្វើអញ្ចឹងតំបន់នេះនឹងកាន់តែអ៊ូអស់កាន់តែខ្លាំងអញ្ចឹងដែលខ្ញុំថាបងប្អូនដែលមកទីនេះថតទៅហើយទៅហើយថត360ដឺក្រេផងដើម្បីយើងអាចមើលនៅការវិវត្តនេះហើយគឺការវិវត្តនៃប្រទេសជាតិយើងកុំប្រៀបធៀបកន្លែងនេះជាមួយនឹងកន្លែងផ្សេងទៀតវាខុសគ្នាយើងមិនអាចយកដីកន្លែងនេះទីតាំងជុំវិញនេះទៅប្រៀបធៀបជាមួយនឹងតំបន់វត្តភ្នំឬមួយតំបន់បឹងកេងកងនោះទេតែយើងប្រៀបធៀបកន្លែងនេះជាមួយនឹងកន្លែងនេះនៅពេលវេលាដែលប្រែប្រួលនេះបានដឹងថាការវិវត្តបើកន្លែងនេះ5ឆ្នាំក្រោយប្រែប្រួលវិវត្តច្រើនជាងនេះនឹងហើយការអភិវឌ្ឍបើកន្លែងនេះ10ឆ្នាំក្រោយខុសពីឥឡូវដែលវាលំហទេមានផ្ទះមួយពីរនៅរោងចក្រមួយពីរកន្លែងនេះនេះហើយគឺជាការអភិវឌ្ឍនិងវិវត្តរបស់ប្រទេសជាតិរបស់យើងពុំមានបងប្អូនខ្លះគាត់មកពីក្រៅប្រទេសគាត់មកដល់គាត់ថាខ្មែរបានស្ពានអាកាសមួយឡើង2ជាន់អួតឲ្យអួតគេឡើង10ជាន់ខ្ញុំថាត្រូវហើយពួកខ្មែរពីមុនអត់ដែលមានទេអា2ជាន់អាស្ពានអាកាស2ជាន់ហ្នឹងដោយសារយើងមិនដែលមានបានជាយើងឈានទៅមានបានយើងត្រូវអបអរសប្បាយរីករាយនេះហើយគឺជាអ្វីដែលសំខាន់បងប្អូនដូចគ្នាខំតស៊ូសំលុយទិញម៉ូតូបានមួយគ្រឿងគេមកប្រអាប់ថាគេជិះឡានអស់ហើយឯងមកគ្រឿងអួតអត់ទេអ្នកណាថាអីថាទៅប៉ុន្តែយើងមានមោទនភាពកម្លាំងញើសឈាមរបស់យើងបានប្រែក្លាយពីយើងអត់លទ្ធភាពទៅទិញលទ្ធភាពទិញម៉ូតូជិះមួយជំហាននេះគឺជាសមិទ្ធផលរបស់យើងហើយយើងខិតខំប្រឹងប្រែងដើម្បីថ្ងៃក្រោយមានលទ្ធភាពទិញឡានជិះអត់មានអីត្រូវខ្វះអៀតទេបាទហើយក៏អត់មានអីត្រូវទៅប្រអាប់បងប្អូនដែរទេត្រូវសរសើរគាត់ដែលគាត់ខំប្រឹងពីអត់មានអីរោព្រឹកខ្វះល្ងាចឥឡូវមានលទ្ធភាពចំលុយបាយអាចមានទិញម៉ូតូកូនជិះថ្ងៃក្រោយយើងធ្វើប្រទេសយើងដូចគ្នាអញ្ចឹងខ្ញុំគិតថាការយកចិត្តទុកដាក់ការលើកសរសើរការលើកទឹកចិត្តនៅក្នុងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាគឺដើម្បីជំរុញការកសាងប្រទេសហើយគ្មានបាទពីណាដែលគួរមានមោទនភាពសម្រាប់ការវិវត្តស្រុកខ្មែរជាងប្រជាជនខ្មែរនោះទេពួកយើងធ្លាប់អត់អ្វីដែលយើងចាប់ផ្ដើមមានជាបដាបដាទោះបីជាគេមានជាងយើង4 10 20ឆ្នាំក៏ដោយឲ្យគេមានតែគេចោះយើងសប្បាយជាមួយគេចោះប៉ុន្តែយើងក៏មិនភ្លេចអបអរសាទរនិងមានមោទនភាពនៅអ្វីដែលយើងកសាងបានកាន់តែមានបន្តទៀតដែរបាទនេះជាមោទនភាពប៉ុណ្ណឹងហើយដែលខ្ញុំតែងតែប្រាប់ទៅបងប្អូនជាពិសេសយុវជនថាយើងត្រូវមានទស្សនវិជ្ជាយើងមិនល្អឥតខ្ចោះយើងមិនមានគ្រប់ដោយប្រទេសដាក់មានគេខ្លាំងនោះទេប៉ុន្តែទោះជាយ៉ាងណាយើងក៏ដើរទៅមុខយើងធ្លាប់តែអត់មានផ្លូវក៏តយមកតធ្វើជាផ្លូវអតេះក្រោយមកពងាយទៅជាផ្លូវដីធំក្រោយមកធ្វើផ្លូវកស៊ូក្រោយមកធ្វើផ្លូវបេតុងធ្លាប់តែប្រើជាគៀងពេញកាតឥឡូវយើងប្រើអគ្គិសនីធ្លាប់តែប្រើគោឥឡូវយើងប្រើគោយុទ្ធនេះដែលហៅថាការអភិវឌ្ឍនិងការវិវត្តប្រទេសគឺជីវភាពរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើនបន្តិចម្ដងដែលយើងឈានទៅដល់ការកាត់បន្ថយភាពក្រីក្រតាំងពីការបោះចប់សង្គ្រាមឆ្នាំ98ដែលភាពក្រីក្រយើងជាង 50% យើងធ្លាក់ចុះមកក្រោម 10% មុនកូវីដដោយសារកំណើននៃអ្នកដែលមានជីវភាពប្រជុំបានប្រែប្រួលថ្ងៃមុន20ដូចមើលជិត20ឆ្នាំមុនខ្ញុំធ្វើការនៅធនាគារពិភពលោកមានអ្នកសិក្សាម្នាក់គាត់ចង់មកសិក្សានៅកម្ពុជាគាត់ចង់វាយតម្លៃនៅកម្រិតជីវភាពរស់នៅរបស់ភូមិមួយកាលនោះទិន្នន័យយើងអត់មានទេខ្ញុំសួរគាត់ថាគាត់ប្រើអីគាត់ជិះមើលគាត់មើលចំនួនទូរទស្សន៍នៅក្នុងផ្ទះកន្លែងខ្លះចំនួនម៉ូតូហើយមានអ្នកសិក្សាមួយទៀតអង្គុយជជែកគ្នាគេថាមើលអាហ្នឹងមិនដឹងពិតប្រកបអត់ពាក្យសាមញ្ញមួយថាបើប្រជាជនរកព្រឹកខ្វះល្ងាចរងកច្រកឆ្នាំងបានគាត់មិនទៅទិញទូធ្វើអីទេគាត់ទុកលុយទិញបាយតែដោយសារគាត់អាចបំពេញតម្រូវការគាត់សល់ខ្លះគាត់មានលុយទៅទិញទូនេះជាការវាស់ស្ទង់នេះហើយគឺជាការដែលយើងមើលនៅសមិទ្ធផលនិងលទ្ធភាពរបស់ប្រជាជនយើងតែផ្ទះដែលខ្ញុំថាបរិយផ្ទះរីកច្រើនមុនកូវីដឥឡូវនៅបន្តរីកមួយថ្ងៃលក់បានប្រហែលទៀតដោយសារការរៀបចំនិងការលទ្ធភាពរបស់ប្រជាជនរបស់យើងមានលទ្ធភាពបច្ចុប្បន្ននៅក្នុងការម៉ូតូផ្សេង
ចាំទាំងអស់នេះហើយខ្ញុំជឿថាខ្ញុំទទួលស្គាល់យើងមិនបានឡើងទៅមកវឹកកូវីដនេះយើងប៉ះពាល់ច្រើនមកវឹកកូវីដនិងក្រោយកូវីដឥឡូវយើងកំពុងប្រឈមជាមិនច្បាស់លាស់នៅក្នុងការវិវត្តទៅមុខក្នុងរយៈពេលខ្លីដោយសាររឿងបញ្ហាសង្គ្រាមពាណិជ្ជកម្មប៉ុន្តែខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងមានភាពជឿជាក់ស្ថានភាពមេឃខ្មៅមេឃស្រឡះមេឃភ្លៀងវាមានខ្លះប៉ុន្តែរដ្ឋាភិបាលនៅជាមួយបងប្អូនខិតខំគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាការពារសមិទ្ធផលនិងបង្កើនសមិទ្ធផលផ្សេងទៀតបន្ថែមទៀតជូនប្រជាពលរដ្ឋទាំងសមិទ្ធផលរួមនិងបង្កលក្ខណៈដើម្បីឲ្យបងប្អូនអាចមានលទ្ធភាពទទួលបាននូវផលជាឯកជនបន្តតទៅទៀតយើងរស់ជាមួយគ្នារដ្ឋាភិបាលអត់ទៅដែរទេ 80% ទៅបោះឆ្នោត8លានអ្នកទៅបោះឆ្នោតជូននៅក្នុងការកន្លងទៅ 6.4 លានអ្នកបោះឆ្នោតជូនគណៈបព្វជិជនកម្ពុជាប្រជាជនដល់ 7 លានអ្នកត្រូវការគាំពៀនិងការជួយយើងអត់ទៅដែរទេកាតព្វកិច្ចទោះបីជាមានភាពឆក់ល្វីមានភាពមិនល្អប្រសើរធ្វើបានប្រមាណគេថាប្រអប់ពេជ្រអត់មនុស្សប៉ុន្តែយើងមិនចោលទេនៅតែបន្តតទៅទៀតហើយលោកតាលោកអ៊ំពូមីងបងប្អូនយើងនឹងខិតខំធ្វើយ៉ាងណាថែរក្សាឲ្យបាននូវស្ថិរភាពសន្តិភាពការបង្រួបបង្រួមជាតិឯកភាពជាតិបូកជាមួយនឹងការខិតខំប្រឹកប្រែងលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាពលរដ្ឋហើយនេះគឺជាការបដិញ្ញាចិត្តនិងគោលនយោបាយដែលយើងបានដាក់ចេញហើយយើងនឹងបន្តតទៅទៀតហើយសម្រាប់ណាប្រជាពលរដ្ឋនៅតែគ្រប់គ្រងនៅចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការអបអរជាមួយសមិទ្ធផលនិងរួមគ្នាខិតខំកសាងសមិទ្ធផលបន្ថែមទៀតរដ្ឋាភិបាលនឹងតទៅមុខទៀតជាប្រចាំគេថាឃើញតាចំណុចនេះចំណុចនោះតាម Facebook ខ្ញុំថាត្រូវហើយវាគ្មានពីណាល្អឥតខ្ចោះទេប៉ុន្តែយើងក៏ចង់បានឃើញនៅអ្វីដែលប្រជាពលរដ្ឋចង់បានទោះបីជាមិនល្អហើយយើងខំកែលម្អល្អអ្វីដែលប្រជាពលរដ្ឋឃើញតែល្អប្រជាពលរដ្ឋលើកទឹកចិត្តបន្ថែមយើងក៏នៅបន្តដោយថ្ងៃនេះសមិទ្ធផលថ្ងៃនេះខ្ញុំគិតថាប្រជាពលរដ្ឋទោះបីជាត្រូវងើបមក4រៀងលំបាកតិចធ្វើមកពីកាយក៏ដោយប៉ុន្តែមកអបអរសាទរសមិទ្ធផលសាធារណៈរួមរបស់យើងមិនលំបាកទេនេះគឺជាអ្វីដែលសំខាន់ហើយខ្ញុំសូមអរគុណដែរចំពោះការរៀបចំហើយការចូលរួមព្រឹកនេះបាទមិនថាមកពីខ្សាច់កដោលមកអបអរសាទរអ្នកតាខ្មៅទេប៉ុន្តែវាជាសមិទ្ធផលរួមរបស់ប្រទេសយើងរបស់ខេត្តយើងអញ្ចឹងការអបអរសាទរថ្ងៃនេះអរគុណដល់ខេត្តអរគុណដល់ស្រុកអរគុណដល់ប្រជាពលរដ្ឋដែលបានបោះចូលរួមទីនេះនៅក្នុងការកសាងយើងខំប្រឹងបែកយើងទាំងអស់គ្នាយើងមកអបអរសាទរទាំងអស់គ្នាប៉ុន្តែកន្លែងនេះសម្រាប់10000ក្នុងផ្ទះនៅក្នុងខេត្តតាខ្មៅក្នុងក្រុងតាខ្មៅបច្ចុប្បន្នសម្រាប់ទឹកឯពុកប៉ុន្តែក៏ជាសមិទ្ធផលសម្រាប់ខេត្តយើងផងដែរហើយខ្ញុំនៅក្នុងកម្រិតនេះក៏សូមអរគុណណាស់ចំពោះជាមួយនឹងគោលដៅយុទ្ធសាស្ត្រដោយមាននៅក្នុងមុំទី4នៃបច្ចកោណទី4រដ្ឋាភិបាលបានសិក្សារៀបចំប្រព័ន្ធទឹកកខ្វក់បន្ថែមទៀតដើម្បីយើងហើយឲ្យប្រកាសជាផ្លូវការនៅថ្ងៃទី22វិច្ឆិកាឆ្នាំ2024កន្លងទៅហើយច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់កំណត់អំពីការគ្រប់គ្រងអភិវឌ្ឍការកសាងការជួសជុលថែទាំធ្វើប្រតិបត្តិការដើម្បីគ្រប់គ្រងទឹកកខ្វក់ក្នុងគោលបំណងធានាប្រសិទ្ធភាពនិងសុវត្ថិភាពនិងនិរន្តរភាពរបស់យើងដោយអាដាមឯករាជ្យទូតកេតរដ្ឋទូតបានលើកក្របខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ធលំហូរកាយហើយត្រូវការក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្តដើម្បីយើងធានានៅការប្រព្រឹត្តឲ្យបានត្រឹមត្រូវព្រោះរបស់ដែលប្រើប្រាស់រួមត្រូវមានក្របខ័ណ្ឌមួយច្បាស់ដើម្បីធានាថាគ្រប់គ្នាធ្វើតាមក្រមនឹងដើម្បីយើងបានឯកភាពទាំងអស់គ្នាកុំឲ្យ100នាក់ធ្វើល្អម្នាក់គាត់ចេះតែចាក់ទឹកកខ្វក់ធ្វើឲ្យខូចបរិស្ថានតែម្នាក់ឯងប៉ះពាល់ដល់គេ99នាក់ទៀតការគ្រប់គ្រងនេះគឺចាំបាច់នៅក្នុងការធ្វើហើយខ្ញុំសូមឲ្យយកចិត្តទុកដាក់នៅក្នុងកិច្ចការងារហើយតាមជំហានដែលយើងអាចទៅបានហើយលើសពីនេះក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជារាជរដ្ឋាភិបាលបានកំណត់គោលដៅកាត់បន្ថយការបង្ហូរទឹកកខ្វក់
ដែលមិនទាន់ធ្វើប្រព្រឹត្តកម្មឲ្យបានប្រព្រឹត្តកម្មបានធ្វើប្រព្រឹត្តកម្មប៉ុន្តែមិនទាន់បានត្រឹមត្រូវចូលទៅក្នុងតំបន់ទឹកសាធារណៈដូចជាសមុទ្រទន្លេស្ទឹងបឹងព្រែកត្រពាំងឲ្យបាន 50% ត្រឹមឆ្នាំ2030តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានារួមទាំងការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឲ្យបានទូលំទូលាយនិងប្រកបដោយនវានុវត្តន៍បញ្ហាទឹកម្សិលមិញខ្ញុំជួបជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េក្រសួងបរិស្ថានគាត់ទទួលខុសត្រូវលើកិច្ចការងារច្រើនជាក្រសួងបរិស្ថានយើងគាត់ទទួលរឿងបរិស្ថានគាត់ទទួលរឿងធនធានទឹកគាត់ទទួលរឿងទឹកស្អាតដែលពាក់ព័ន្ធជាមួយស្ថាប័នរបស់យើងហើយកេញមហាទឹកនេះគឺទឹកមានគោលដៅច្រើនទី1គឺសម្រាប់ស្រោចស្រពកសិកម្មទី2សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មសេវាកម្មដូចជារោងចក្រសហគ្រាសផ្សេងហើយទី3ទឹកសម្រាប់ហូបសម្រាប់មនុស្សនិងសត្វអញ្ចឹងចំណុចដែលសំខាន់យើងធ្វើថ្ងៃនេះគឺពាក់ព័ន្ធនឹងចំណុចទី2គឺទឹកសម្រាប់ការប្រើប្រាស់បម្រើឲ្យឧស្សាហកម្មបម្រើឲ្យសកម្មភាពសេដ្ឋកិច្ចផ្សេងប៉ុន្តែទឹកទាំងអស់នេះក៏ដូចជាការប្រើប្រាស់ផ្សេងរបស់ប្រជាពលរដ្ឋក្រៅពីហូបអញ្ចឹងកិច្ចការទាំងអស់នេះគឺកិច្ចទាមទារសំខាន់នៅក្នុងការគិតគូរអំពីបរិស្ថានក៏ដូចជាពីបញ្ហាសុខភាពអញ្ចឹងការរៀបចំគ្រប់គ្រងឲ្យបាននៅការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់នេះគឺសំខាន់ជាពិសេសនៅតាមខេត្តដែលខ្ញុំធ្លាប់បានលើកនៅក្នុងគណៈរដ្ឋមន្ត្រីរោងចក្រមួយចំនួនគាត់ផលិតវត្ថុធាតុដើមសារធាតុគីមីខ្ពស់អញ្ចឹងត្រូវទាមទារនៅក្របខ័ណ្ឌបរិស្ថានតម្រូវការឲ្យច្បាស់ទីហោរោងចក្រគាត់បោកគក់រោងចក្រអីទៅថ្ងៃមុនដូចនៅខេត្តបាត់ដំបងម្ដងដែលយើងត្រូវដាក់ពីដីក្រុមហ៊ុនមួយដែលគាត់មិនបានអនុវត្តបរហូតទឹកចូលស្ទឹងសង្កែគឺត្រូវធ្វើយ៉ាងណាទៅនេះព្រោះដើម្បីដោះស្រាយបញ្ហានៅខេត្តបរសៀនធុក៏ចឹងប្រព័ន្ធប្រព្រឹត្តកម្មរបស់យើងក៏ទៅនោះបាទព្រោះកន្លែងខ្លះទឹកក្រោយពីនេះត្រូវបរហូតចូលទៅក្នុងប្រព័ន្ធទឹកសាធារណៈអញ្ចឹងត្រូវធ្វើម៉េចចម្រោះឲ្យស្អាតដើម្បីទៅនេះអញ្ចឹងកិច្ចការនេះសូមឲ្យយកចិត្តទុកដាក់ឲ្យបានជាពិសេសរាជធានីខេត្តរបស់យើងជាពិសេសនៅតាមបណ្ដាខេត្តដែលជាប់ទន្លេបាននឹងសមុទ្រធ្វើយ៉ាងណារោងចក្រសហគ្រាសដែលនៅជិតទីតាំងនៅជិតនោះហើយត្រូវបរហូតទឹកចូលទៅធ្វើយ៉ាងម៉េចឲ្យទឹកនេះត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មឲ្យបានស្អាតទៅឆែកជាប្រចាំមន្ទីរបរិស្ថានមន្ទីរជំនាញរបស់ខេត្តត្រូវយកចិត្តទុកដាក់ទៅលើកនេះហើយមិនត្រូវមានការយកចូលបើសិនជាគាត់បរហូតស្អាតមិនបកខ្វក់ចូលអត់មានថាទុកឲ្យគាត់មួយឆ្នាំឬមួយប្រហែលខែដើម្បីធ្វើឲ្យនៅឲ្យបរហូតប្រហែលខែទៅគាត់ទេយើងផ្អាកដំណើរការរហូតទៅដល់ការដោះស្រាយហើយបានបើកឡើងវិញព្រោះបើមិនចឹងទេប្រហែលខែដែលកំពុងសាងសង់ហ្នឹងគឺមានបញ្ហាព្រោះត្រូវតាមពិតមុននឹងដំណើរការត្រូវធ្វើអត់ទៅក៏ហើយមិនមែនធ្វើហើយបានពេលចាប់បានសុំពេលដើម្បីធ្វើមុននឹងធ្វើត្រូវធ្វើឲ្យហើយប៉ុន្តែកន្លែងខ្លះបាទពាក់ព័ន្ធជាមួយការងាររបស់ប្រជាពលរដ្ឋទៅប៉ាហើយដាក់ជំរុញឲ្យធ្វើឲ្យមែនតែនហើយកំណត់ឲ្យច្បាស់ឆែកឲ្យច្បាស់ព្រោះបើគាត់ធ្វើឲ្យបរហូរចូលទៅទឹកដែលប្រើប្រាស់រួមមានបញ្ហាហើយកិច្ចការនេះយើងបានធ្វើជាច្រើនហើយនៅតាមបណ្ដារាជធានីខេត្តផ្សេងក៏សូមយកចិត្តទុកដាក់ឲ្យពង្រឹងទៅលើការរវត្តបែបនេះអាដាមលោកជំទាវលោកស្រីដើម្បីចូលរួមអភិវឌ្ឍប្រព័ន្ធចម្រោះនិងប្រព្រឹត្តកម្មទឹកកខ្វក់នៅកម្ពុជាឲ្យបានត្រឹមត្រូវនិងឆាប់រហ័សខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួនបន្ថែមដូចខាងក្រោមទី1ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងដៃគូអភិវឌ្ឍដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះនិងប្រព្រឹត្តកម្មទឹកកខ្វក់នៅទីក្រុងនិងទីប្រជុំជនធំដោយធានាឲ្យមានសកលភាពទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅទីនោះទី2ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវគិតគូរបន្ថែមទៀតទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមតំបន់ទីក្រុងនិងទីប្រជុំជនសំខាន់ឲ្យស្របតាមកំណើនប្រជាពលរដ្ឋនិងការរីកចម្រើនរបស់ប្រទេសជាតិជាពិសេសការគ្រប់គ្រងឲ្យបាននៅការបញ្ចេញកាកសំណល់រឹងសំណល់រាវ
ដើម្បីលើកកម្ពស់អាណាធិបតេយ្យបរិស្ថាននិងសន្តិភាពទីក្រុងក្នុងន័យនេះខ្ញុំសូមគាំទ្រនិងជំរុញការសិក្សាគម្រោងអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្វាជំហានទី2ឲ្យបានឆាប់រហ័សដើម្បីបង្កើនសមត្ថភាពចម្រោះទឹកកខ្វក់សម្ដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងឲ្យកាន់តែប្រសើរទី3ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងក្រសួងសាធារណការដឹកជញ្ជូនត្រូវរួមគ្នាសិក្សាវិតម្លៃអំពីលទ្ធភាពនៃការពិវត្តប្រព័ន្ធចម្រោះនិងប្រព្រឹត្តកម្មទឹកកខ្វក់ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនដើម្បីពន្លឿនការពិវត្តនិងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកាត់បន្ថយហានិភ័យនិងជំរុញការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ខ្ពស់ទី4ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងដៃគូអភិវឌ្ឍន៍ដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសារៈប្រយោជន៍និងរបៀបរស់នៅបែបថ្មីឲ្យបានទូលំទូលាយនិងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជននៅមូលដ្ឋាននៅក្នុងការប្រើប្រាស់ប្រព័ន្ធចម្រោះទឹកកខ្វក់និងប្រព័ន្ធលូបង្ហូរទឹកកខ្វក់ឲ្យបានត្រឹមត្រូវដោយធ្វើយ៉ាងណាគៀកបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការតភ្ជាប់បណ្ដាញលូនៅតាមលំនៅឋានរបស់ខ្លួនជាមួយបណ្ដាញលូសាធារណៈទី5ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវពន្លឿនការសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់ទីដូចជាអនុក្រឹត្យប្រកាសនិងបទបញ្ញត្តិបច្ចេកទេសដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ឲ្យមានប្រសិទ្ធភាពតាមរយៈការកំណត់យន្តការជាក់លាក់សម្រាប់ការគ្រប់គ្រងការអភិវឌ្ឍការសាងសង់ការជួសជុលការថែទាំការធ្វើប្រតិបត្តិការនិងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ស្របតាមនាយាមបច្ចេកទេសជាតិនិងអន្តរជាតិជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តមឯករដ្ឋទូតសហការីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតកូរ៉េប្រចាំកម្ពុជានិងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ EDCF ដែលបានជំរុញរំហោហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសម្រាប់ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាឲ្យប្រព្រឹត្តទៅដោយរលូននិងឆាប់រហ័សទន្ទឹមនេះខ្ញុំក៏សូមថ្លែងអំណរគុណនិងសូមឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានផ្ដល់កិច្ចសហការតាមតម្រូវការជាក់ស្ដែងដើម្បីជំរុញការអនុវត្តគម្រោងនេះឲ្យសម្រេចបានជោគជ័យតាមការគ្រោងទុកមុននឹងបញ្ចប់ខ្ញុំសូមស្នើដល់ភាគីក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់និងការត្រួតពិនិត្យបច្ចេកទេសឲ្យបានតាមស្តង់ដារហើយជាពិសេសសុវត្ថិភាពនៅក្នុងការកសាងនិងក្នុងការដ្ឋានសំណង់និងប្រកបដោយគុណភាពហើយក៏សូមការយោគយល់និងអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ក្នុងរយៈពេលខ្លីមួយសម្រាប់ការសាងដែលដោយសារគម្រោងសាងសង់នេះជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅនេះខ្ញុំសូមប្រសិទ្ធពរជូនអាដាមលោកជំទាវលោកស្រីនិងអង្គពិធីទាំងមូលពិសេសជូនដល់អាដាមឯករដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រជាណាចក្រកម្ពុជាសហការីនិងអ្នកជំនាញការកូរ៉េដែលបាននិងកំពុងបញ្ចេញបេសកកម្មនៅប្រទេសកម្ពុជាសូមទទួលបាននូវសេចក្តីសុខសេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ចព្រមទាំងបានប្រកបនឹងពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិពានៈកំបីគ្លេគ្លេឡើយសូមអរគុណចំពោះថ្ងៃនេះក៏មាន ក្រុមយុវជនកាយរិទ្ធកម្ពុជាយុវជនកាកបាទក្រហមសហភាពសហព័ន្ធយុវជនកម្ពុជាយុវជនគណៈបកមូលដ្ឋានសមាគមនារីដើម្បីអភិវឌ្ឍសមាគមយុវជនសមាគមបញ្ញវន្តក្មេងវត្តយុវជនឆ្លៃសន្តិភាពនិងយុវជនសមាគមរាជសី240នាក់អ្នកថវិកា20000រៀលលោកគ្រូអ្នកគ្រូ95នាក់ថវិកា50000រៀលក្មួយសិស្សានុសិស្សចំនួន315នាក់5នាក់ថវិកាសភៅ2ក្បាលបិចបដើមថវិកា80000រៀលជូនវិទ្យាល័យហ៊ុនសែនសេរីភាពថវិកា2លានរៀលវិទ្យាល័យហ៊ុនសែនតាខ្មៅថវិកា2លានរៀលសាលាគរុកោសលនិងវិក្កតការខេត្តកណ្ដាលថវិកា3លានរៀល
មជ្ឈមណ្ឌលគរុកសលភូមិភាគអូនសែនខេត្តកណ្ដាលថវិកា5លានរៀលសាលាក្រុងតាខ្មៅថវិកា2លានរៀលក្រុមគ្រូពេទ្យ ប្រចាំអង្គវិធីថវិកា5លានរៀលនិងក្រុមតន្ត្រីសម័យថវិកា10លានរៀលផងដែរសូមអរគុណ